តើបងប្អូនមានបញ្ហាសត្វល្អិតមែនទេនេះគឺជាផលិតផលខ្មែរដែលយើងទើបនឹងផលិតថ្មីវាមានប្រសិទ្ធភាពខ្ពស់ដល់ការកាប់ចឹងនេះគឺជាវីដេអូមួយដែលឲ្យ AI និយាយខ្មែរបាទហើយសម្រាប់អ្នកនរគ្នាចង់បានព្រមប្រភេទនិយាយខ្មែរនេះក៏ខ្ញុំមានដែរបាទនេះចឹងឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាយកព្រមខ្ញុំទៅ copy ពុបមកហើយយកទៅធ្វើជារបស់អ្នកនរគ្នាចូលបើចេះទៅ face ណាបើចេះទៅ face យើងធ្វើតាមខ្ញុំទៅអានឹងវាស្រួលជាងអញ្ចឹងយើងចូលទៅកាន់ AI Studio ហើយយើងតម្លាក់វាចូលមកពុបមកហើយយើងចង់ឲ្យបានច្រើនបាទយើងបញ្ជាក់ផងថា for ខ្មែរយើងចង់បានបែបហ្នឹងឬក៏បំបែកឲ្យបានច្រើនអញ្ចឹងវានៅពេលដែលយើងតម្លាក់បែបនេះហើយវាជួយបំបែកព្រមឲ្យយើងហើយបាទអញ្ចឹងយើងបំបែកព្រមឲ្យយើងហើយអ្នកគ្នាបាទយើងយកមួយណាក៏បាននេះអ្នកគ្នាថ្ងៃនេះខ្ញុំមានផលិតផលថ្មីមួយអញ្ចឹងឲ្យទៅបាទអញ្ចឹងអ្នកគ្នាអាចយកព្រមហ្នឹងទៅបង្កើតជាវីដេអូបានហើយបាទអញ្ចឹងឧទាហរណ៍ថាអ្នកគ្នាចង់បានអ្នកគ្នាចង់ឲ្យវានិយាយនៅតាមអ្វីដែលយើងចង់ឲ្យវានិយាយយើងដាក់ font ខ្មែរពីក្រោមបន្ថែមមកថ្ងៃនេះខ្ញុំនឹងបង្ហាញពី Fabu កក់ហ្វក់ដែលផលិតចេញពីធម្មជាតិស្នាដៃខ្មែរ100%អានឹងយើងឲ្យវាទៅ បន្ថែមពីក្រោមហ្នឹងណាបាទអញ្ចឹងយើងគ្រាន់តែមិនបាច់ខ្វល់អីទេយើងគ្រាន់តែ copy អានឹងfor ខ្មែរមួយបញ្ចូលពីហ្នឹងមកបាទអញ្ចឹងវានឹងបញ្ចូល for ខ្មែរនឹងអ្វីដែលវាចង់និយាយហ្នឹងវាចូលក្នុង Pro របស់យើងឃើញទេបាទវាបញ្ចូលក្នុង Pro របស់យើងបែបនេះអញ្ចឹងវាប្រាប់បាទថ្ងៃនេះខ្ញុំមាន Fabu កក់ហ្វក់ផលិតផលខ្មែរបាទស្នាដៃខ្មែរ100%អញ្ចឹងយើងគ្រាន់តែ copy ហ្នឹងមួយមកពុបមកអញ្ចឹងយើងមិនបាច់ចំហត់តាហ្វេទេបាទអានេះជាតិចនិចស្រួលមួយដែរអញ្ចឹងយើងយកទៅណាយើងយកទៅបង្កើតវីដេអូរបស់យើងទៅយើងចូលកន្លែង Flow AI របស់យើងយកពាក្យថា video ខាងស្ដាំដៃយើងចុចសញ្ញាបូកដើម្បីយើងយករូបខ្លួនឯងមួយបើយើងអត់មានទេយើងចុចពី upload ហើយយើង upload ត្រង់ចំណុចនេះយើងទាញយករូបយើងមួយជាការ Flash ហើយដល់សារតែខ្ញុំមានរូបខ្ញុំនៅនឹង Frame បាទយើងជួយដាក់រូបរបស់យើងចូលទៅពុបមកពុបនេះចឹងរងចាំតិចវានឹងធ្វើវីដេអូយើងមួយតើលើយើងទៅមើលវីដេអូដែលយើងធ្វើមិញនេះគឺជាផលិតផលខ្មែរដែលយើងទើបនឹងផលិតថ្មីចឹងយើងបានមួយអីបើវានិយាយខ្មែរបានតែពេលខ្លះវាអាចអត់ដែរសាប៊ូកក់សក់ធម្មជាតិខ្មែរផ្សំពីឱសថបុរាណជួយឲ្យផ្សំពីឱសថបុរាណជួយឲ្យសក់រឹងមាំចឹងយើងអាចទទួលយកបានតែពាក្យខ្លះវាអាចខុសតិចតួចយើងកែកុនទៅតាមនឹងបានអញ្ចឹងអ្នកគ្នាអាចស្វែងយល់បន្ថែមទៀតខ្លួនឯងបានបាទហើយកុំព្យាយាមដាក់ឲ្យវានិយាយវែងពេកបាទកាលណាដែលនិយាយវែងពេកវាធ្វើឲ្យអត់ច្បាស់អត់ល្អវានឹងដាច់ណាអញ្ចឹងព្រមយើងមានបាទមានជាគំរូហើយយកគំរូហ្នឹងទៅបបែកបន្ទាប់មកយើងអាចធ្វើជារបស់ខ្លួនឯងបន្តអញ្ចឹងខ្ញុំឧទាហរណ៍នេះមួយយកចង់បានបែបហ្នឹងយើងទៅ Facebook ទៅថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើតថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត Facebook យើងដាក់ចឹងមកពុបមកវាបញ្ចូលអ្វីដែលយើងចង់និយាយទៅក្នុង Pro របស់យើងហើយពុបមកនេះឃើញវាបញ្ចូលទេបាទវាបញ្ចូលទៅនឹង Frap ហើយចឹងយើងមិនបាច់ចាំហត់ទៅ Fade អីវាញ៉ៃទេវាឲ្យយើងជ្រើសរើសទៀតបែប